She will get married to that man by any means នាងនឹងរៀបការជាមួយបរិសម្នាក់នោះមិនថាដោយវិធីណាទេអញ្ចឹង by any means មានន័យថាមិនថាដោយវិធីណាទេឬក៏ទោះបីយ៉ាងម៉េចយ៉ាងម៉ាក៏ដោយណា We must succeed by any means យើងត្រូវតែជោគជ័យមិនថាដោយវិធីណាទេ We must win the match by any means យើងត្រូវតែឈ្នះការប្រកួតនោះមិនថាដោយវិធីណាទេអញ្ចឹងមានសេចក្តីបែបណាមានន័យថារិះរកឲ្យគ្រប់មធ្យោបាយដើម្បីឲ្យសម្រេចបានអញ្ចឹង by any means មានសេចក្តីថាមិនថាដោយវិធីណាទេមិនថាធ្វើបែបណាទោះបីជាយ៉ាងម៉េចយ៉ាងម៉ាក៏ដោយណាមួយទៀត not by any means មិនថាដោយវិធីណាទេគឺចុចមិនឡើយណាចឹង not ក៏ថែម not បន្តិចទេបងប្អូនឃើញទេចឹងគេដាក់បច្ច្រាស់បដ ாய் តោះណាកាលណាដាក់ not មកគេទៅសេបែបបច្ច្រាស់ជាងយកអាកិរិយាសព្ទវាលមកដាក់នៅមុខប្រធានវិញមិនថាដោយវិធីណាទេខ្ញុំនឹងមិនទៅចូលរួមពិធីជួបលៀងរបស់អ្នកឡើយមិនថាដោយវិធីណាទេអ្នកមិនគួរស្ដីបន្ទោសឪពុកម្ដាយរបស់អ្នកឡើយណា Not by any means should you blame your parents ចឹងបងប្អូនឃើញទេហេតុអីគេប្រើដាក់បច្ច្រាស់នេះដោយសារ not by any means នៅមុខគេច្រើនប្រើបច្ច្រាស់អញ្ចឹងបើបងប្អូនអត់ចង់ដាក់បច្ច្រាស់បងប្អូនប្រើបែបនេះណា I will not join your wedding by any means ឃើញទេចូលលក្ខណៈឥលើវិញខ្ញុំនឹងមិនចូលរួមពិធីមង្គលការរបស់អ្នកឡើយមិនថាយ៉ាងណាទេណាបើយើងដាក់បច្ច្រាស់ not by any means will I join your wedding អាហ្នឹងគេហៅក្បួន inversion ណា negative word នៅខាងមុខអញ្ចឹងគេដាក់បច្ច្រាស់វាមកដាក់នៅនេះវិញជាងន័យវាដូចគ្នាទេក៏របៀបសរសេរទេជាងសរុបមកវិញ by any means មានន័យថាមិនថាដោយវិធីណាទេ not by any means មិនថាដោយវិធីណាទេគឺចុចឡើយ